យធំអូថំភិកកញ្ចក់ខូចកណ្ដាលអាកាសពេលលត់ស្លន់ពេកចុះចតបន្ទាន់ចៃដន្យចុះចំវាលភក់សបុកក្រពើមានអីជាប់គាំងនៅទីនោះជាង36ម៉ោងកាលពីថ្ងៃទី3ខែឧសភាឆ្នាំ2025កន្លងទៅសារព័ត៌មានក្រៅប្រទេសបានរាយការណ៍ពីករណីមួយដែលមានអូថំភិកកញ្ចក់មួយគ្រឿងខូចកណ្ដាលអាកាសបណ្ដាលឲ្យពីលត់បង្ខំចិត្តចុះចតបន្ទាន់តែមានអីចុះទៅចំវាលភក់កន្លែងសំបុកក្រពើធ្វើឲ្យទាំងអ្នកដំណើរទាំងពីលត់ជាប់នៅទីនោះជាង36ម៉ោងដាច់បាយដាច់ទឹកតាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងប្រទេសបូលីវីដោយនៅថ្ងៃកើតហេតុអូថំភិកកញ្ចក់នោះដែលបានផ្ទុកអ្នកដំណើរ5នាក់ដែលក្នុងនោះមានអ្នកបើកបរម្នាក់នៅសុកស្រាប់តែអូថំភិកកញ្ចក់ចាប់ផ្ដើមបាត់បង់លំនឹងនិងដាំក្បាលចុះភ្លាមទៅពីលត់ក៏បង្ខំចិត្តចុះចតបន្ទាន់នៅកន្លែងដែលអាចចតបានភ្លាមដើម្បីសុវត្ថិភាពតែយ៉ាងណាមិញជាចៃដន្យអូថំភិកកញ្ចក់បានចុះទៅចតនៅវាលភក់មួយកន្លែងក្នុងព្រៃអាម៉ាហ្សូនហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺចតចំសំបុកក្រពើបណ្ដាលឲ្យអ្នកដំណើរទាំងអស់ភ័យស្លន់ស្លោម្ដងទៀតហើយនាំគ្នាមកឈរអោបគ្នានៅលើអូថំភិកកញ្ចក់ពួកគេបានញ៉ាំម្សៅមីដែលបានយកមកតាមខ្លួនប៉ុន្តែមិនបានផឹកទឹកនោះទេព្រោះពួកសត្វក្រពើកំពុងចាំរួមពួកគេនៅចម្ងាយតែ3ម៉ែត្រប៉ុណ្ណោះខាងអាជ្ញាធរក៏បានស្វែងរកអូថំភិកកញ្ចក់នេះភ្លាមដែរក្រោយពីបានបាត់ចេញពីសញ្ញាត្រួតពិនិត្យដោយចុងក្រោយអូថំភិកកញ្ចក់នេះត្រូវបានរកឃើញដោយអ្នកនេសាទហើយអ្នកដំណើរទាំងអស់ត្រូវបានគេជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យ